យើងបន្តស្វែងយល់អំពី tool មួយទៀតនៅក្នុង Nomascope នៅក្នុងនោះគឺយើងមាននៅក្នុង Nomascope ហ្នឹងគឺ tool mask នេះគឺវាប្រើប្រាស់ជាញឹកញាប់នៅពេលដែលយើងធ្វើការឆ្លាក់បាទអញ្ចឹងនៅក្នុង mask ហ្នឹងរបស់ Nomascope វាមាន2គឺមាន mask ហើយនិង cell mask ទាំងពីរមានមុខងារដូចគ្នាគ្រាន់តែថា mask នេះគឺជាversion ដំបូងរបស់វាយើងអាចថាយើង mask area កន្លែងណាដែលយើងចង់ការពារហើយទាំងពីរតាមពិតទៅវាមានមុខងារការពារ prevent កុំឲ្យសកម្មភាពខាងក្រៅប៉ះពាល់ដល់វាអញ្ចឹងយើងយល់ហើយ mask គឺយើងសម្រាប់ការពារដូច mask ការពារចំមុះការពារអីកុំឲ្យដីហុយអីចឹងណានៅពេលដីហុយមកកុំឲ្យមានបញ្ហាប៉ះពាល់ដល់សុខភាពយើងដូចគ្នាដែរ mask គឺវាមានតួនាទីការពារណាយើងមានយើង select វាអញ្ចឹងយើង undo ម៉ាស៊ីនខ្ញុំអាចសារបងដាក់មកខាង front ខាងនេះហើយខ្ញុំអាចនឹងប្រើរង្វង់មូលដូចជាភ្នែកអីចឹងទៅណាមានន័យយើងការពារយើង prevent កន្លែងហ្នឹងកុំឲ្យនៅពេលដែលយើងធ្វើការងារទៅលើmesh របស់យើងហ្នឹង object របស់យើងហ្នឹងកុំឲ្យវាប៉ះពាល់ទៅដល់ទម្រង់របស់យើងទម្រង់ដែលយើងបានម៉ាស់ទុកឃើញទេរបៀបហ្នឹងអញ្ចឹងmask ហ្នឹងគឺមានតួនាទីរបៀបហ្នឹងហើយឬមួយក៏យើងគិតថាអូខេយើង invert វាត្រឡប់មកចេះវិញណាយើង invert វាត្រឡប់មកអញ្ចឹងវិញទៅហើយយើងថាយើងចង់រុញវាណានៅក្នុងហ្នឹងស្អីយើងចង់រុញភ្នែកហ្នឹងចូលទៅក្រទៅក្នុងតិចទៅហើយយើងមើលហើយយើងអាចរុញអានេះវាសប៉ែតិចមកនៅក្នុងហ្នឹងណាយើងសាកល្បង clear វាមកនេះ clear all មានតែយើង clear mask នឹងចេញទៅហើយយើងឃើញទម្រង់ភ្នែកយើងចុះទៅក្រោមអីចឹងទៅហើយយើងអាចឃើញគ្រើមអញ្ចឹងយើងអាចយក smooth នេះយើងប៊ូតុង smooth នៅខាងឆ្វេងហ្នឹងនៅ vertical ខាងឆ្វេងហ្នឹងយើងអាចយកទៅ smooth វាណានៅក្នុងហ្នឹងយើងអាច smooth វាឲ្យវាលោងចឹងតិចមកណាកុំឲ្យវានេះយើងអាច smooth វាចឹងទៅណាឲ្យវាលោងបានឃើញទេនៅក្នុងហ្នឹងហើយវារៀងគ្រើមតិចដោយហេតុថាvoxel របស់យើងវាទូចឬមួយក៏យើង resolution របស់យើងវាតូចណានៅក្នុងហ្នឹងណាប៉ុន្តែគ្រាន់តែថានៅក្នុងឧទាហរណ៍ខ្ញុំធ្វើអញ្ចឹងបើសិនជាយើងចង់ឲ្យវា smooth តិចមកយើងអាចថែម voxel នេះតិចមកនេះណាគេថាmulti resolution របស់វាហ្នឹងនៅក្នុងនេះអញ្ចឹងពោលតបយើងអាច smooth វាបានជាងតិចណានៅក្នុងហ្នឹងឬមកក៏យើងថែម resolution អូខេនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញអំពី smooth សំទោសអំពី mask ហើយយើងអាច undo មកវិញនៅក្នុងនេះហើយខ្ញុំ undo មកវិញហើយខ្ញុំ clear all ខ្ញុំសាកល្បងដាក់ voxel នេះតិចហើយយើងអាចមកសាកល្បង test cell mask យើងសង្កេតឃើញណានៅពេលដែលយើងចុចលើ mask ឬក៏ cell mask vertical toolbar នៅខាងឆ្វេងវាមានការប្រែប្រួលក្នុងហ្នឹងណាអញ្ចឹងបើសិនតែយើងคลิกលើ cell mask ពេលនោះវាឃើញ tool មួយចំនួនទៀតដែលយើងអាចយកមកកែប្រើប្រាស់បានអញ្ចឹងយើងអាចប្រើប្រាស់ cell mask នេះគឺសម្រាប់យើងទៅលើ specific area ឬក៏ specific region ដែលយើងអាចថាយើងចង់ការពារវាអញ្ចឹងឧទាហរណ៍តែខ្ញុំប្រើ lasso នេះមួយមកខ្ញុំអាចខ្ញុំដាក់គូវាជាភ្នែកអញ្ចេះមិនចឹងណាហ្នឹងហើយធ្វើជាភ្នែកអញ្ចឹងមកអូខេបានប៉ុណ្ណឹងហើយបន្តមកទៀតមកគឺខ្ញុំអាចនឹង invert វាណាយើងអាចឃើញប៊ូតុង invert នេះដូចយើងឃើញមិញអញ្ចឹងយើងអាចធ្វើអីគេនៅក្នុងហ្នឹងហើយប៉ុន្តែដោយហេតុតែថាយើងអត់បានការពារអានេះមានន័យថាប្រឡោះទាំងពីរហ្នឹងបើសិនជាយើងរុញមកអានេះក៏មកចឹងដូចគ្នានៅក្នុងហ្នឹងណាអញ្ចឹងនៅក្នុងនេះគឺយើងអាចប្រើអីគេយើងប្រើ mask មកយកនេះចិត្តកុំឲ្យវាឃើញនៅពេលរុញទៅកុំឲ្យវាធ្លាយទៅខាងនោះទៀតណាតោះឥឡូវយើងសាកល្បងប្រើប្រាស់ Gizmo ណាយើងប្រើប្រាស់ Gizmo ហើយយើងសាករុញវាទៅក្រោយទៅឃើញរុញមកចឹងទៅអាខាងក្រោយនេះវាអត់ធ្លាយព្រោះយើងបានការពារ mask មិញកុំឲ្យធ្លាយហើយបន្តមកទៀតមកយើងអីគេយើងអាចធ្វើអានឹងឲ្យតូចផ្នែកនឹងតិចកន្លាប់កັບផ្ងាអីមិនរឿងរបស់យើងទេនៅក្នុងហ្នឹងណាអូខេយើង undo មកវិញមក undo
ហើយយើងអាចហូនវាតិចណាធ្វើប្រឡោះប៉ុណ្ណឹងមកធ្វើភ្នែកអីចឹងទៅហើយយើងអាចនឹងធ្វើអីគេធ្វើអានេះ smooth ណា smooth ហ្នឹងយើងអាចយើងទៅ clear អានេះសិនយើង clear mask ទាំងអស់សិនដើម្បីឲ្យយើងមានលទ្ធភាពទៅ smooth វាណាយើងអាចប្រើ smooth ណាយើងអាច smooth យើងអាចលុញវាមកយើងអាចធ្វើអញ្ចឹងមានន័យថាយើងលែង mask វាមិនអញ្ចឹងណាអញ្ចឹងវាអាចធ្វើអញ្ចឹងប៉ុន្តែបើសិនណាយើង mask នៅកន្លែងណាអា smooth នឹងវាលែងមានទៀតដែរវាអត់អាចទៅធ្វើការកន្លែងហ្នឹងកើតទេអញ្ចឹងសរុបមកយើងដឹងទាំងអស់គ្នាហើយតួនាទីរបស់ mask គឺការពារ area នេះ protect area ណាដែលយើងចង់ការពារវាកុំឲ្យនៅពេលដែលយើង edit អីវាប៉ះពាល់អូខេហ្នឹងហើយគឺយើងមានតួនាទីធ្វើ smooth ធ្វើ mask អញ្ចឹងនៅក្នុង cell mask នេះគឺសូម play ជាមួយគ្នាទៅណាឧទាហរណ៍ថាយើងឥឡូវនេះឧទាហរណ៍ថាខ្ញុំចង់select វាថានេះណា select ថាហ្នឹងយើងទាញវាចុះក្រោមឧទាហរណ៍ដើម្បីទាញវាចុះក្រោមអញ្ចឹងយើងត្រូវ invert វាឡើងទៅលើព្រោះខ្ញុំចង់ទាញវាចុះក្រោមទេនៅក្នុងហ្នឹងណាទាញផ្នែកនេះចុះមកក្រោមអញ្ចឹងយើងអាចប្រើ gizmo នេះមកយើងអាចទាញមកបាននេះបានអាចធ្វើរបៀបហ្នឹងឬក៏យើងរុញឡើងទៅលើវិញតិចបានដូចគ្នាណាក្នុងហ្នឹងយើងរុញចុះរុញឡើងទៅហើយយើង clear all នេះពេលនេះយើងអាចឃើញរបៀបនេះហើយយើងអាច smooth វាបានណានៅក្នុងហ្នឹងពេលនេះយើង smooth វាទៅនេះអានេះវាឃើញហ្នឹងយើងអាច smooth វាអីទៅតាមហ្នឹងអញ្ចឹងព្យាយាមធ្វើ exercise តាមមេរៀនដែលខ្ញុំបានបង្ហាញពីព្រោះនៅពេលណាដែលយើងយល់មុខងាររបស់ tool នីមួយៗបានយើងអាចទៅធ្វើ exercise ទៅវាអត់លំបាកបើមិនអញ្ចឹងទៅមើលទៅយើងព្យាយាមទៅធ្វើ exercise អីចឹងអត់ទាន់ស្វែងយល់អំពីមុខងារ tool វាច្បាស់លាស់យើងឆ្ងល់អានេះធ្វើមិនកើតធ្វើនេះមិនកើតអាហ្នឹងដែលជាបញ្ហារបស់អ្នកដែលរៀនដំបូងគឺចង់លឿនហើយចង់ទៅធ្វើ exercise ភ្លាមហើយអាហ្នឹងដូចអ្នកលេងហ្គីតាអញ្ចឹងលេងដំបូងគឺចង់ធ្វើអីលឿនណាហ្នឹងហើយវាយប្រងប្រៅគ្រូប្រាប់ថាធ្វើមួយធ្វើឲ្យចំអាគោចុច note ឲ្យជាចំកុំឲ្យភ្លាវកុំឲ្យផ្អៀងខ្សែយើងចុចគៀកគល់កន្លែងណាអញ្ចឹងទៅគ្រូប្រាប់ឲ្យយើងធ្វើចឹងទៅយើងធ្វើមួយដូចគ្នាដែរយើងរៀនកុំព្យូទ័ររៀនអីអស់នេះគឺយើងត្រូវរៀនយើងសាកល្បងធ្វើយឺតប៉ុន្តែច្បាស់ខ្លួនឯងចឹងខ្ញុំបង្ហាញអំពី mask គឺប៉ុណ្ណឹងខ្ញុំគិតថាដូចជាសមល្មមសម្រាប់យើងយល់អូខេចាំជួបគ្នាវគ្គក្រោយទៀតណា